ជួយព្រោះដែរបើយើងមិនជួយខ្លួនឯងក្នុងពិភពលោកនេះប្រទេសអន្តរជាតិប្រទេសប្រជាធិបតេយ្យមួយចំនួនគេជួយយើងនៅត្រាគេឃើញការតស៊ូរបស់យើងលំបាកលំបិនបាទគេជួយយើងឲ្យផុតទុក្ខប៉ុន្តែយើងមើលប្រជាជនខ្មែរយើងសពថ្ងៃការរស់នៅដូចគេសប្បាយនឹងការរស់នៅក្រោមរបបផ្ដាច់ការអញ្ចឹងហើយយើងនិយាយទៅគេស្អប់យើងតែម្នាក់ឯងបងប្អូនណាកន្លែងហ្នឹងបាទខ្ញុំគិតមើលទៅថាដូចពិបាកបាទឧត្តមឌួងបាទសួស្ដីសុខុមវ៉ាន់ជម្រាបសួរសុសានអឺបាទគូរីវនីមែនកូជ្រីពីរុនអរគុណបាទទាំងអង្គស្រីនេះ That's good song play one more time អូខេនឹងពេលបញ្ចប់ខ្ញុំនឹងចាក់ម្ដងទៀតហើយខ្ញុំបានបង្ហោះនៅក្នុង page តែបងប្អូនអាចចូលលើស្ដាប់ឬក៏ download ហើយមានអ្នកខ្លះសុំឲ្យខ្ញុំធ្វើជា karaoke ក៏ចង់ច្រៀង karaoke ទូមិនចង់ដឹងអ្នកចម្រៀងនឹងអ្នកណាខ្ញុំបានសរសេរដាក់នៅក្នុងវីដេអូចម្រៀងហ្នឹងបងប្អូនឃើញហើយអ្នកសម័យទំនើបបងប្អូនណាដល់ឡើងមិនបាច់រកអ្នកចម្រៀងមកណាសម័យទំនើបគឺប្រព័ន្ធ AI គេច្រៀងឲ្យយើងបានសំខាន់យើងចេះធ្វើពី role នឹងឲ្យត្រូវបងប្អូនណាគឺផលិតប្រព័ន្ធ AI សម័យលើគឺជាលឿនណាស់បងប្អូនយើងកុំខ្វល់ឥឡូវព្រោះអ្នកចម្រៀងយើងពឹងពាក់គេច្រៀងម្ដងគេស៊ីលុយបាទគេថ្លៃស៊ីលុយច្រើនបើយើងទូនស្ការនេះខ្ញុំចំណាយធ្វើបទចម្រៀងអស់ច្រើនបងប្អូនហ្នឹងតែខ្ញុំជប់ទៅតទៀតឥឡូវបានមានប្រព័ន្ធ AI ស្រួលបងប្អូនណានឹងមានបទចម្រៀងចេញបដើបន្តអញ្ចឹងដូចមួយខែមានមួយបទអីចឹងឬក៏មួយឆ្នាំមានពីរបទកុំចេញច្រើនវិញបងប្អូនចេញច្រើនវិញសាប់ឲ្យគេលេងស្ដាប់ហើយបាទ Cambodia ខ្មែរ Facebook Cambodia ខ្មែរជួនពោបងមានសភាពរងមទាំងផ្លូវកាយទាំងផ្លូវចិត្តសូមត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីស្ដារប្រជាជាតិឡើងវិញកុំឲ្យធ្លាក់ក្នុងដៃសត្រូវឆ្លៀតពៀនចិត្តខាងបាទលើកតម្កើងទាំងពីរក៏ពិតខ្ញុំគាត់ថាប្រជាជនសាមញ្ញធម្មតាយើងមានលទ្ធភាពណាប៉ុន្តែដើម្បីរំដោះជាតិយើងពីរបបផ្ដាច់ការដើម្បីការពារទឹកដីយើងគឺមានតែបងប្អូនខ្មែរយើងទាំងអស់ចេះរួមគ្នាយើងចេះជឿឆ្អាលយើងគិតខ្វល់ខ្វាយពីការបាត់បង់ទឹកដីយើងខ្វល់ខ្វាយពីផលប្រយោជន៍ជនជាតិយើងក៏គិតថាផលប្រយោជន៍តខ្លួនដោយពួកផ្ដាច់ការវាអត់ខ្វល់ទេបងប្អូនពួកទាំងអស់ខ្លួនវាខ្វល់ទេសំខាន់គឺវាមានអំណាចដឹកនាំបន្តទៀតបាត់ដីទីទួយវានិយាយឲ្យបងប្អូនណាខ្ញុំស្មើប្រៀបដោយរបួសកូនដៃបងប្អូនណាអាហ្នឹងគឺជាសម្ដីមួយដែលមើលងាយពូជសាសខ្មែរយើងទេយើងមិនដែលមានមេដឹកនាំក្នុងពិភពលោកនេះយើងមិនដែលមានមេដឹកនាំណាដែលប្រើសម្ដីថោកទាបប្រមាថជនជាតិអីយ៉ាងប្រមាថទឹកដីខ្លួនឯងដែលដូនតាខំលះបង់ជីវិតការពារកងទ័ពយុវជនយើងដែលលះបង់ការពារកុំឲ្យថៃឆ្លៀតពៀនប៉ុណ្ណឹងរៀបថាស្មារតីរបស់កូនដៃស្មារតីរបស់កូនដៃបងប្អូនណាយើងកុំឲ្យពិការយើងបើសិនជារបួសកូនដៃបងប្អូនណាវាអត់ឈឺចាប់ទេឈឺចាប់តែឯងនេះប៉ុន្តែទឹកដីទាំងអស់ហ្នឹងគឺជាបូរណភាពដែនដីរបស់ជនជាតិខ្មែរយើងទាំងមូលមិនមែនរបួសកូនដៃគឺធ្វើប្រជាជនខ្មែរយើងឈឺចិត្តទាំងអស់គ្នាទៅទាំងប្រទេសបាទហ្នឹងយើងចង់ប្រាប់អញ្ចឹងវាមានតែមេដឹកនាំរបបតកូលហ៊ុនមួយទៀតដែលថោកនិយាយសម្ដីអញ្ចឹងព្រោះវាអត់ខកខ្វាយកំណត់វាអត់គិតខ្វល់ខ្វាយពីទឹកដីពីប្រជាជនណាវានិយាយហ្នឹងបាត់ហ្នឹងដូចកូនដៃបងប្អូនតិចទៀតស៊ីមួយវាយចូលកាន់កាប់ខេតដូចជាចោលដៃមួយដូចជាកូនដៃដាច់កូនដៃមួយវាអត់ខ្វល់អញ្ចឹងណាបងប្អូនវាកំណត់វាគិតអញ្ចឹងវាមិនបាច់ចេញមកបកស្រាយអីការបកស្រាយរបស់វាគ្មានប្រយោជន៍ទេអានេះអាសម្ដីនិយាយមកអត់ដឹងខ្យល់អីដល់ពេលគេតបទៅវិញធ្វើឲ្យចេញមកនិយាយថាគេមិនចូលអត្តន័យឈួតមកយើងនិយាយឈួតមកអញ្ចឹងពីអាណាគេដែលប្រើសម្ដីយើងមកនិយាយប្រៀបធៀបទឹកដីស្មើកូនដៃចេនផលបិនឈ្មោះខ្លីដែលពិភពលោកដាក់ឲ្យហ្នឹងតិចទៀតយើងនិយាយរឿងហ្នឹងដែរបាទ Cambodia ដោយសារតែ Cambodia ហ្នឹងហើយដែលធ្វើឲ្យល្បីទាំងពិភពលោកធ្វើឲ្យរបបតកូលហ៊ុននឹងការព្រួយបារម្ភខ្លាំងពេករហូតដល់ឥឡូវមានទាំងប្រជាជនចិនយួនចេញបាតកម្មទាមទារឲ្យបាទបងប្អូនពួកវាបាត់បង់ដីថៃទៅយួនបាទភេរជាសុស្ដីបាទសុស្ដីបងភេរជាសុខសប្បាយខ្សែភ្លោក let's go back to work brother okay yes I do go back to work but one so here but so ជម្រាបសួរសុស្ដី any one បាទបងភេរជាជម្រាបសួរចន្ទថាគឹមទុយរេតបុនឌីបូពេលតងគាត់ខ្មែរលុយគ្រួសារតកូលហ៊ុនមិនខ្វះទេមិនដេចក៏មិនយកទៅជួយកងទ័ពឲ្យមិនអបចប់គ្រប់បងប្អូនអ្នកកន្លែងហ្នឹងហើយរឿងខ្ញុំនិយាយប្រាប់ហ្នឹងរឿងអីដែលហ៊ុនសែនហាមមិនឲ្យកងទ័ពតដៃ
ហើយយើងអត់មានអាវុធទំនើបឲ្យគាត់ច្បាំងតតាំងមួយសៀមហើយជំរុញឲ្យកងទ័ពការពារទីតាំងកុំឲ្យថៃបុកចូលបងប្អូនយើងយកស្អីទៅទុកគេអាវាហាមមិនឲ្យតដៃហ្នឹងបងប្អូនគឺបើសិនទឹកចិត្តកងទ័ពយើងគាត់មិនខ្លាចស្លាប់គាត់សុខចិត្តស្លាប់ដើម្បីឲ្យតែបាញ់តដៃទឹកចិត្តតាហ៊ានបងប្អូនអត់តែធ្វើតាហ៊ានកាន់កភ្លើងនឹងដៃឲ្យបាញ់ហើយឲ្យរងចាំគេស្លាប់បងប្អូននៅក្នុងនឹងហើយតែមានល្បិចនៅពីក្រោយខ្នងពីព្រោះកងទ័ពតាមព្រំដែនទាំងអស់ហ្នឹងសិតជាមេតបមួយចំនួនណាសិតមេតបចំនួនក្នុងចំណោមខ្មែរក្រហមដូចជាពាក្យចាំរាមបងប្អូនដូចជាស្រីដឹកដូចជាស្រីមេតបមួយចំនួនខ្លាំងហ្នឹងគឺសិតតែមេតបចំនួនខ្មែរក្រហមពួកហ៊ុនសែនវាអត់ទុកចិត្តពួកខ្មែរក្រហមប្រហែលទេពួកខ្មែរក្រហមចូលសមារណកម្មចូលរួមរស់ជាមួយវាអត់សូវទុកចិត្តពួកខ្មែរក្រហមឡើយស្គ្រីមនេះដើម្បីលុបបំបត្តិសម្រាប់ពួកខ្មែរក្រហមទៅតស៊ូនឹងចោលឲ្យអស់ផងហើយវាទុកតាពួកអាកូនជួនកូនកាត់នៅក្រុងភ្នំពេញអាណែបអណបពាក់ផ្កាយមួយស្អាតបានមួយមុខមិនដែលទាំងបានហាត់រៀនមិនដែលមកចូលបំរើតបអីត្រឹមត្រូវមួយសិតពាក់ផ្កាយពេញហ្នឹងទុកតាពួករបបភ្នំពេញតែប៉ុណ្្នឹងទេដល់ពេលសង្គ្រាមយូសៀមបងប្អូនឃើញវាដែរបញ្ជូនពួកហ្នឹងទៅបាញ់តែកូនខ្មែរក្រីក្រតាមជីដែរហ្នឹងបាទផ្សាយខានបាត់អ្នកមើលឲ្យលោកបិសាចហ្នឹងហើយ ANSKH ខ្ញុំចេះយើងដឹងប៉ុន្តែចេះបងប្អូនត្រូវតែយើងជាអ្នកលះបង់ដោយអត់គិតកម្រៃទេបងប្អូនណាម្ល៉េះហើយយើងខំរាល់ថ្ងៃយើងត្រូវការគ្នាច្រើនទៅជួយឆ្លាស់គ្នាយើងត្រូវការសម្រាប់បងប្អូនការផ្សាយនេះមិនមែនចេញមកចេះតែនិយាយទេបងប្អូនណាស្រាវជ្រាវព័ត៌មានត្រូវអាប់ដេតព័ត៌មានទៅស្វែងរកព័ត៌មានថ្មីធ្វើឲ្យតន់សានភាពហេតុការណ៍បងប្អូនឃើញអាស៊ីសេរីបើកវិញចាប់ផ្ដើមផ្សាយគាត់មានជាសារព័ត៌មានវិជ្ជាជីវៈគាត់ត្រូវការរៀបរៀងឲ្យច្រើនណាស់ពេលវេលាច្រើនចំណាយមនុស្សធនធានច្រើនដើម្បីធ្វើប៉ុន្តែក្រុមជំនុំ NASCA យើងធ្វើដោយទឹកចិត្តយើងអត់មានធនធានមនុស្សច្រើនក៏អត់មានអីទទួលថវិកាពីណាដែរយើងខំគឺស្រាវជ្រាវតែព័ត៌មានតាមបណ្ដាញសង្គមតាមកាសែតតាមព័ត៌មាននានាដែលយកមកជាការត្រូវខ្លះខុសខ្លះហ្នឹងហើយបងប្អូនយល់ហើយពីព្រោះយើងមិនមែនជាសារព័ត៌មានអាជីពអ្នកផ្សាយអាជីពទេគឺក្នុងនាមជាប្រជាប្រដ្ឋខ្មែរម្នាក់ដែលជួយឆ្អាតប្រទេសជាតិយើងចេញមកបកស្រាយជួយនិយាយពីការទុកលំបាករបស់ប្រជាប្រដ្ឋក្នុងស្រុកដោយមានការបិទបាំងបិទសិទ្ធិមិនឲ្យគាត់បញ្ចេញមតិតែប៉ុណ្្នឹងទេបាទខ្ញុំជឿថាបងប្អូនយើងគាត់មិនទៅណាចោលខ្ញុំនេះឲ្យតែយើងធ្វើការដើម្បីប្រទេសជាតិពិតប្រាកដបាទចេញហួរ Columbus Zion Deadline បាទកម្មជាសកលខ្ញុំជម្រាបសួរបាទខេងឬហ៊ូឆ្លងទ្វីបសេដ្ឋកិច្ចស្រុកខ្មែរអស់ស្កេមអនឡាញចប់ហើយបាទមិនបានចំណូលមកពីណាក្រចិត្តខ្ញុំមិនដឹងស្អីមកពីក្រហើយណាទៀតទេស្អីទេឬហ៊ូឆ្លងទ្វីបណាស្អីច្បាស់ទេតែមានសាលីមុំមកជម្រាបសួរពលឹងជាតិខ្មែរបាទជម្រាបសួរ Yeah give me 10 bro ងួនវិតបាទសួស្ដីបិសាចត្រឹមត្រូវលោកកំពុងមើលបាទសួរគឹមហេងសួរបាទសួស្ដីពលឹងជាតិខ្មែរការពូយួនវាបំផ្លិចផ្លាញប្រាប់តខ្មែរអស់ហើយសម្ដេចបាទអរគុណហើយរងសិងស្អប់រៀបអប់ឲ្យនេះលីនដាផាបាទត្រូវណាស់សម្ដេចប្អូនបាទនៅតែអញ្ចឹង10ឆ្នាំទៀតដូរមិនដូរគឺជាកម្មជាក្រុមទី2ហើយបងនៅគ្មានណាហ៊ានងើបនេះគុកហើយសូមមានសំណាងល្អគ្រប់យ៉ាងបាទអញ្ចឹងតែយើងមកសង្ឃឹមយើងប្រជាជនខ្មែរយើងអ្នកស្នេហាជាតិអ្នកតស៊ូមានច្រើនណាស់បាទយើងបាត់បង់យើងតស៊ូរហូតដល់ទីចប់បាទគឹមហុងពូដាខាវសិទ្ធសមឿនបាទ Facebook ក្នុងស្រុកខ្មែររឹតបន្តឹងលើការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរខ្លាំងណាស់ដែលជាការពិតមិនបានទេពួកគេតាមរកចាប់ហើយហ្នឹងហើយបងប្អូនខ្ញុំចង់ប្រាំផ្សាយពួកបងប្អូនស្រុកខ្មែរយ៉ាងចេះបងប្អូនស្រុកខ្មែរយើងបង្កើត Facebook បងប្អូនមិនបាច់កុំប្រើលេខទូរស័ព្ទកុំប្រើឈ្មោះពិតអីទៅកុំដាក់អាស័យដ្ឋានអីណាទៅក្នុងស្រុកទៅគេតាមចាប់បានបងប្អូនខ្ញុំប្រាប់បងប្អូនបង្កើត Gmail បង្កើតGmail ឬ email ស្អីទៅហើយបង្កើត Facebook ទៅហើយដាក់ឈ្មោះអីស្នាដៃក្រៅប្រទេសអីទៅបងប្អូនកុំឲ្យគេតាមចាប់ហើយយើងបញ្ចេញមតិគ្នាអីទៅ share គ្នាអីទៅយើងនឹងដាក់ស្រុកនឹងវាសាហាវបំផ្លាញយើងហើយវាយើងកុំគេហៅថាកុំហុចដងឲ្យចោលបងប្អូនកុំហុចដងដាវឲ្យចោលយើងចេះការពីខ្លួនបាទ
លោកបិសាហ៊ានចូលនិវត្តន៍វិលទៅស្រុកកំណើតច្បាស់ជាជួបគ្រោះបើមិនចោលប្លន់ក៏មានរឿងផ្សេងដែរបាទហ្នឹងគឺរីរំបាទត្រឹមត្រូវបាទពីព្រោះមានគេប្រាប់ខ្ញុំថាខ្ញុំនឹងក្នុងបញ្ជីខ្មៅរបស់ហ៊ុនសែនមកគេតាំងរូបកន្លែងដែរទៅគេ import ពីគេទេបាទ Kevin Wong Owens បាទអរគុណចេស្តារស់សុស្ដីចេស្តារស់ណយបណ្ណាវសុស្ដីឡុងរដ្ឋានារីសុស្ដីអរគុណឡុងរដ្ឋាដែល comment មកវិញបាទសុខាព្រំនៅវិញជ្រាបសួរអូខេសៀកស្ផលទេ comment ត្រូវទេលោកនិយាយក្រៅច្រើនមកឡសៀកសុផលក៏ថាទេលោក comment ត្រូវទេលោកនិយាយក្រៅបាទច្រើនមកឡខ្ញុំជ្រុលនិយាយក្រៅមិនអេខ្ញុំតោខ្ញុំចូលលេខទៅមកដល់ផ្ទះបងប្អូនដើមថ្នោតខ្មែរជួយបកស្រាយ Scamodia ចិនយួនចេញធ្វើបាតកម្មនៅផ្លូវហាណូយផងក្មួយប្រុសបាទហ្នឹងដល់លេបកស្រាយបងដើមថ្នោតឪពុកដើមថ្នោតរកប៊ីដើមថ្នោតក៏ឲ្យបកស្រាយរឿងផងហ្នឹងប្រធានបទយើងជាប់គ្នានឹងកន្លែងហ្នឹងបញ្ហាមេខ្លោងហ្នឹងបាទសូមជម្រាបសួរបងវិសាលបងប្អូនជនជាតិទាំងអស់គ្នាហើយការជួបគ្នាយូរក៏សប្បាយដែរបងប្អូនជនជាតិទាំងអស់គ្នាឆ្នាំថ្មីពួកយើងមិនបានដូចជាបងវិសាលអីបងប្អូនឃើញគាត់មិនបានទៅអីណារំអីទីនេះទេគាត់គាត់ទៅចូលរួមមើលគេមើលឯងប៉ុណ្ណឹងវាជួបជាបីខ្មែរហើយទោះបីយ៉ាងណាក៏យើងមិនភ្លេចពីការបាត់បង់ទឹកដីយើងដែរបាទហើយជាការធម្មតាបើទោះបីជាយើងមិនខំដើរនេះតែយើងដឹងថាបងប្អូនយើងខ្លះគាត់ចូលរួមតាមបុណ្យប្រពៃណីធម្មតាអញ្ចឹងទៅអញ្ចឹងហើយយើងបានសម្រាប់ទៅដែរទោះបីតែវិសុអវិស័យក៏ពួកគាត់ជប់សម្រាប់ដែរណាអញ្ចឹងសូមជាប្រៃបងប្អូនហើយអ្នកខ្លះដែលគាត់ខំខលទេបើទូថាក្មួយជប់ឡាយហ្នឹងឯងក្មួយខលមកគាត់ឲ្យមានសួរសុខទុក្ខថាក្មួយសុខសប្បាយអីអត់ទេក្មួយឯងជប់ឡាយហើយគាត់ខំខ្វាយពីមនសិការជាងពួកយើងបងប្អូនហើយអរ៉ាប់ហ្នឹងខ្ញុំមិនចង់យកវាមកធ្វើប្រធានបទអីទេជួនកាលយើងខោក្បាលយើងខោក្បាលជុំសូមបងប្អូនកុំច្រឡំរវាងការយកមកធ្វើប្រធានបទហើយនឹងខោក្បាលយើងត្រូវខោក្បាលវាខ្លាំងចឹងហើយបងជាយូរបាទមកវាចេះតែប៉ាណៃពេកអូខេឥឡូវនេះឥឡូវយើងនិយាយរឿងបាតកម្មចិនបន្តិចទៅតែយកទាំងមេរឿងចិត្តបាតកម្មខ្ញុំថាគួរតែធ្វើខ្ញុំគ្រប់គ្រងបងវិសាលព្រោះធម្មតាបាតកម្មកើតឡើងពីមនុស្សដែលមានអំណាចហើយมันមានការដោះស្រាយពីអ្នកមានអំណាចដែលមានសមត្ថកិច្ចអញ្ចឹងបាតកម្មគាត់គឺជាជំរឿនចុងក្រោយរបស់មនុស្សដែលគាត់រងភាពអយុត្តិធម៌ទេមិនថានៅកន្លែងណានៅប្រទេសណាក៏ដោយកន្លែងធ្វើការក៏ដោយបាតកម្មគឺជាជំរឿនចុងក្រោយបំផុតរបស់អ្នកដែលគាត់រងភាពអយុត្តិធម៌ហ្នឹងឯងអញ្ចឹងមិនថាចិនមិនថាខ្មែរគឺរងភាពអយុត្តិធម៌ហើយចិនមិនដឹងថានៅខ្មែរយើងហ្នឹងគឺវារងភាពអយុត្តិធម៌បែបណាទេតែពេលដែលគាត់មកដល់ហើយជំនឿចិនទាំងអស់នោះតែជាអ្នករកស៊ីធម្មតាមិនដឹងពីខ្សែបណ្ដាញគេនៅឃើញតែចិនដូចគ្នាមករកស៊ីតាមការអំពាវនាវរបស់គេឃោសនាផ្សាយមកអញ្ចឹងទៅចិនមួយចំនួនមករកស៊ីធម្មតាបងវិសាលអញ្ចឹងគ្នាអត់មានបំណងអីទេហើយដាក់លើឃើញតែធនាគារចិនដូចនេះដាក់ដោយធនាគារចិនលោកពូហ៊ុនត្រាតដល់ពេលដាក់ទៅមានណាដល់ពេលអាប៉ាំងអាហ៊ុយវ៉ាន់ហ្នឹងវាបោកអានោះវាចិនសហការគ្នាជាមួយហ៊ុនប្រោខ្សែក្មួយហ៊ុនសែនកូនចៅហ៊ុនសែនហើយវាត្រូវធ្វើស៊ីវាធ្វើទីទាំងអស់ហ្នឹងវាមានទៅខ្វល់ថាអ្នកហ្នឹងចិនឬក៏អ្នកណាជាអីក៏ខ្វល់ដែរបងអញ្ចឹងខ្ញុំថាអានេះវាជាការបង្ហាញមួយអំពីការរងគ្រោះទៅក្រោមរបបដឹកនាំរបស់គ្រួសារតកូលហ៊ុនធនាគារវិវត្តរបស់អ្នកណារបស់តកូលហ៊ុនពាក់ព័ន្ធមួយអ្នកណាពាក់ព័ន្ធមួយតកូលហ៊ុនបើទោះបីជាមានចិនមកក៏ដោយប៉ុន្តែចិនទាំងអស់ហ្នឹងបើអត់មានតកូលហ៊ុននៅពីក្រោយក៏ពួកវាមិនអាចរកស៊ីបើកធនាគារសុខភាពខ្ញុំបានចឹងដែរដើម្បីពេញស្រុកខ្មែរចឹងដែរបើមានតកូលហ៊ុនលើក្រោយបាទអញ្ចឹងអីវាជាការបង្ហាញមួយបងប្អូនខ្ញុំជឿថាមិនមានប្រមាណអ្នកហ្នឹងទេខ្ញុំមានបន្តទៀតប៉ុន្តែអ្នកខ្លះចេញអ្នកខ្លះមិនតន់ចេញទេបងយើងជឿជាចុះហេតុអីបានជាពួកចិត្តហ្នឹងចេញបាតកម្មចេញទៀតដោយតើចិត្តនឹងរងអយុត្តិធម៌អ្វីខ្លះហេតុអីបានជារងអយុត្តិធម៌ហើយបងប្អូនចាំឯងថ្ងៃទី24ឬ27បងប្អូនណាដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអុកញ៉ាកុកអានដែលជាមន្ត្រីក្នុងក្រសួងក្នុងព្រឹទ្ធសភាដែលជាមនុស្សចំណិតរបស់ហ៊ុនសែនស្រាប់ដាក់គ្រប់ដាក់ទណ្ឌកម្មគ្រប់ដោយមានការបិទរោងចក្រមួយចំនួនហើយពាក់ព័ន្ធនឹងជាមួយមនុស្សចំនួន28ប្រមាណក្រុមហ៊ុនទៀតបងប្អូនខ្ញុំនឹងនិយាយរឿងដល់ពេលដាក់ទណ្ឌកម្មហ្នឹងទៅវាធ្វើឲ្យពាក់ព័ន្ធនឹងសាច់ប្រាក់នេះបើយើងយល់ការពិតដល់
ដោយសារតែទង្វើរបស់Hoi One Pay ឬក៏ HP របស់ Honto ដែលជាត្រូវជាសាច់ញាតិរបស់តកូលហ៊ុនហ្នឹងបងមិនសាច់សុខទៅមានលុយខ្មៅគេបាទណាជើបងឯងហៅខុសពី Hoi One Pay មិនដូរទៅ HP បងពីដូរទៅ HP អូខេហ្នឹងហើយហើយដោយសារតែការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកគឺគេច្បាស់ណាបងប្អូនណាគឺគេច្បាស់លាស់ណាស់ហើយបើចំពោះរបបតកូលហ៊ុនហ្នឹងអត់មានការស្រាវជ្រាវសាររើសំណុំរឿងដើម្បីជួយប្រជាពលរដ្ឋទេដល់ពេលចឹងហើយធ្វើឲ្យការបាត់បង់ទំនុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើងមិនថាចិនថាខ្មែរទេអានេះសំណាងបងប្អូនណាដល់ពួកចិនហ៊ានតវ៉ាពួកវាអត់ហ៊ានប៉ះពាល់ឃើញប្រហែលថ្ងៃមុនឃើញមានការវាយបន្ទប់គ្នាវាយជនជាតិចិនម្នាក់រហូតដល់របួសបែកក្បាលអីអានេះជនជាតិចិនវាហ៊ានប៉ះផងប៉ុន្តែដល់ដំណាក់កាលនេះថាมันអាចទប់បានផ្លូវស្ថានភាពនឹងកាន់តែខ្លាំងណាបានជាប្រើអំពើហិង្សាហើយប្រើអំពើហិង្សាដាក់លើជនជាតិចិនហ្នឹងបងប្អូននៅជាមានរឿងឯកឡើងថ្ងៃក្រោយទៀតទេខ្ញុំដឹងថាពួកចិនវាមិនព្រមស្ងាត់មកងាយចឹងទេមិនព្រមបាត់ទេបើលុះត្រាណាតែចេញមកដោះស្រាយរឿងបញ្ហាលុយកាក់វាពួកគេឲ្យច្បាស់លាស់យើងដឹងហើយពេលណាដែលអាមេរិកដាក់ទណ្ឌកម្មព្រាមធ្វើឲ្យក្រៅទីក្រុងភ្នំពេញហ្នឹងធ្វើពួកអាមេដឹកនាំអត់មានអ្នកណានិយាយប៉ូលីសណាចេញមកស្រាវជ្រាវចេញមកដោះស្រាយរឿងជាប្រវត្តិទេបែរទៅធនាគារកម្ពុជាហ្នឹងទៅតែនិយាយឆ្កុយណាថាដកអាញាបានដកស្អីក៏ដោយបើតែត្រូវតែសាររើសើរឹបចាប់អាមេដឹកនាំម្ចាស់ក្រុមហ៊ុនហ្នឹងមកឲ្យដោះស្រាយដល់ប្រជាពលរដ្ឋប៉ុន្តែបងប្អូនយើងនឹងស្រាប់ហើយពួកនេះដោយសារតែលៀងលុយខ្មៅគេត្រូវអាមេរិកដាក់ទណ្ឌកម្មហើយបកកទ្រព្យសម្បត្តិឲ្យអត់មានទ្រព្យសម្បត្តិដកលុយឲ្យប្រជាបើកលុយឲ្យប្រជាពលរដ្ឋទេដល់ពេលប្រជាពលរដ្ឋផ្អើលទៅទីមទាដកលុយចាប់ផ្ដើមបង្ក្រាបក្រោយបងប្អូនអាកន្លែងហ្នឹងបងប្អូនត្រូវចាំច្បាស់ពីព្រោះរបបតកូលហ៊ុននេះក៏ស្មានថាវាអួតឥឡូវគេថារោងចក្រសហគ្រាសកើតឡើងដល់ប្រមាណ10000កន្លែងប្រមាណ1000កន្លែងប្រជាជនមានការងារទៅខ្មោចពួកនេះនិយាយបោកប្រាស់ទេសម្ដីរបស់ហ៊ុនម៉ាណែតនិយាយបងប្អូនអាហ្នឹងកន្លែងហ្នឹងយើងចង់បញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងស្រុកថាបើចង់ផ្ដាច់របស់តកូលហ្នឹងបងប្អូនធនាគារជាតិហ្នឹងក៏ដោយHoi One Pay ពួកធនាគារធំហ្នឹងសិតតែពាក់ព័ន្ធតកូលហ៊ុនទាំងអស់បងប្អូនអ្នករស់នៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុនណាក៏ដោយបើមិនចូលហ៊ុនជាមួយតកូលហ៊ុនទេមិនអាចទៅបើករស់ស៊ីបានទេបងប្អូនអញ្ចឹងមកថាបងប្អូនត្រូវចាំមានលុយកុំទៅដាក់ច្រើនពេកហើយមួយទៀតពួកវាខូចចិត្តតែលេវាជាប់លុយប្រជាពលរដ្ឋទៅដកលុយវាមានលុយបើទេប៉ុន្តែបើប្រជាពលរដ្ឋស្ពាក់លុយវាទៅតាមទីរកផ្ទះអូអត់មានលុយខ្លួនទេបាទខ្ញុំច្បាស់រឿងហ្នឹងពីព្រោះយើងមានអ្នករីកាមកជាពិសេសគាត់ថាពាក់លុយវាបើមិនជាវាគិតដូចអ្នកដែលវាលុយគេមានអីវាមកតាមទីរកថ្ងៃបាទរឿងបញ្ហាធនាគារហ្នឹងបាទបងប្អូនមុនហ្នឹងបងវិសាយគាត់លើកឡើងពីរឿងថាអាមេរិកគេធ្វើការប្តឹងចោទប្រកាន់នេះគឺគេច្បាស់លាស់សម្រាប់ចំណុចនេះខ្ញុំបងប្អូនលើកជាឧទាហរណ៍មើលនៅអាមេរិកនេះគឺយើងនិយាយពីថាអ្នករស់នៅក្នុងជីវភាពធម្មតាគឺបើសិនជាមានបញ្ហាជាមួយនឹងក្រុមហ៊ុនធំៗគឺអាចនឹងខ្លាចជាលៀបទៅវិញដោយសារតែសំណងសងនៃការខូចខាតនោះគឺថាសងច្រើនមែនទែនដោយសារតែក្រុមហ៊ុនធំឈ្មោះធំអីចឹងទៅអាមេរិកបើយើងប្រៀបធៀបទៅលើប្រទេសដទៃនៅក្នុងពិភពលោកវាហាក់បីដូចជាក្រុមហ៊ុនធំមួយវាហាក់បីដូចជាប៉ូលីសមួយហើយបើសិនជាប៉ូលីសនោះចោទប្រកាន់ដោយខុសច្បាប់ចោទប្រកាន់មនុស្ស28នាក់ហ្នឹងដោយគ្មានខុសតាមគេបើកឲ្យយើងតវ៉ាបងមិនស្គាល់គេឲ្យយើងតវ៉ាតែគេឲ្យយើងប្តឹងតវ៉ាអីខូចមុខមាត់ខ្ញុំខូចឈ្មោះខ្ញុំស្អីឈ្មោះខ្ញុំហ្នឹងខ្ញុំត្រូវប្តឹងឯងសងខ្ញុំមកសងកិត្តិយសខ្ញុំមក$5 លាន$10 លានគឺអាមេរិកថាពាំងទូចំហទ្រូងឲ្យប្តឹងតវ៉ាវាខុសពីប្រទេសកុម្មុយនីសប្រជាដែររបស់ហ៊ុនសែនវាប្តឹងអ្នកណាវាចោទអ្នកណាគឺអត់មានអ្នកណាមានសិទ្ធិប្តឹងតវ៉ាទេបាទខុសគ្នាអញ្ចឹងដូចឧទាហរណ៍ខ្ញុំលើកនេះមិនមែនថាខ្ញុំកាន់ជើងអាមេរិកដែលចោទប្រកាន់ទៅលើក្រុមមនុស្ស28នាក់ពាក់ព័ន្ធនឹងការឆោបបោកអនឡាញទេប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យ28នាក់ហ្នឹងចេញបុកមកបាទអុកញ៉ាកុកអាហ្នឹងប្តឹងអាមេរិកមកបាទឡើងមកប្តឹងនៅតុលាការអន្តរជាតិមកបាទតែអាមេរិកនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អុកញ៉ាកុកអានហើយហ៊ុនសែនក្នុងនាមជាប្រធានព្រឹទ្ធសភាដែលជាមេកៅតលរបស់កុកអានគឺជាសមាជិកព្រឹទ្ធសភាអញ្ចឹងក្នុងនាមហ៊ុនសែនជាប្រធានព្រឹទ្ធសភាជាមេម្នាក់ដែលត្រូវគេចោទប្រកាន់កូនចៅខ្លួនឯងបែបហ្នឹងដាក់ពាក្យប្តឹងមកឡើងមកប្តឹងនៅតុលាការអន្តរជាតិមកប្តឹងអាមេរិកឲ្យប៉ោងខោម្ដងមើលថាចោទប្រកាន់ប្រទេសណាអាហ្នឹងហើយគឺជាចំណុចដែលយើងបញ្ជាក់បានថារបបនេះគឺបើសិនជាអាមេរិកចាប់ផុសតាមបានហើយគឺវាអត់មានធានធ្វើអីលេងផ្លូវច្បាប់ជាមួយគេទេបងវាក្រៅទៅធ្វើសេចក្តីបដិសេធដូចជាមួយសៀមអញ្ចឹងឃើញទេជាមួយសៀមគេយកដីរបស់យើងច្បាស់ចេះច្បាស់កន្លែងប៉ុណ្្នឹងហើយវាអត់មានប្តឹងទៅតុលាការអន្តរជាតិហេតុអីបងប្អូនអានេះជាចំណុចដែលយើងសង្ស័យមិនដឹងជាវារួចចុះកិច្ចសន្យាគ្នាទៅទាំងងាត់ហ៊ុនសែនស្រុកនិយាយចរចាតាក់ទងគ្នាទាំងងាត់
មិនដឹងជាមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយដែលសៀមអាចនឹងបញ្ចេញម៉ាស៊ីនជាហ៊ានឡើងទៅតុលាការអន្តរជាតិអញ្ចឹងហើយបានជាមិនមានប្តឹងទៅតុលាការអន្តរជាតិមិនក៏ប្រជុំកិច្ចព្រមព្រៀងទីក្រុងប៉ារីសខ្មែរយើងរងភាពអយុត្តិធម៌អត់មានអ្វីទៅតតាំងទៅច្បាប់លើចំពោះមុខអន្តរជាតិទាំងអស់មិនថាពាក់ព័ន្ធនឹងករណីឆបបោកអនឡាញមិនថាត្រូវគេរំលោភយកដីធ្លីយកបូរណភាពដែនដីក៏មិនយកការរងគ្រោះរបស់ខ្លួនទៅប្តឹងនៅតុលាការអន្តរជាតិដែររបបហ៊ុនសែនដឹកនាំប្រជារដ្ឋខ្មែរ40ឆ្នាំនេះគឺលិចមុខនៅក្នុងគឺថាលឹកបាត់នៅក្នុងឆាកអន្តរជាតិតែម្ដងអាហ្នឹងគឺជាចំណុចដែលយើងត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ទាំងអស់គ្នាបងណាដឹកនាំទៅវាយើងឲ្យលិចលង់ទៅក្នុងបាតសមុទ្របែបនេះគឺគ្រោះអន្តរាយមិនត្រឹមតែពួកយើងទេអនាគតកូនចៅយើងតទៅមុខទៀតហើយអនាគតកូនចៅដែលខ្ញុំព្រួយបារម្ភហ្នឹងមិនមែនអនាគតកូនចៅពួកខ្ញុំមិនមែនអនាគតកូនចៅបងវិសាចទេគឺអនាគតកូនចៅខ្មែរយើងនៅក្នុងប្រទេសខ្មែរយើងហ្នឹងយុវជនខ្មែរយើងនៅក្នុងប្រទេសខ្មែរយើងហ្នឹងតទៅអនាគតហ្នឹងកិត្តិយសគេឈ្មោះប្រទេសខ្មែររបស់យើងនឹងតទៅអនាគតនឹងខ្លាយទៅជាយ៉ាងណានេះគឺជាក្តីព្រួយបារម្ភបំផុតរបស់ពួកយើងអរគុណត្រឹមត្រូវតែលេហើយបងប្អូននៅក្នុងស្រុកខ្មែរមួយចំនួនណាដែលគាត់ថាប្រទេសកម្ពុជានឹងរីកចម្រើនក្នុងការដឹកនាំណារអ្នកជាពិសេសពួកអ្នករស់ស៊ីមិនបានណាជាពិសេសបងប្អូនដែលនៅម្ដុំភូមិព្រៃច័ន្ទភូមិជោគជ័យហ្នឹងមានអ្នកខ្លះមានតែលេបងប្អូនគេតាមមកប្រាំពួកក្រលហាងបងប្អូនគេប្រទេសដឹកនាំប្រជុំរៃការបងប្អូនអត្តនីពីសវត្ថិភាពពួកយើងអត្តនីពីគេហៅថាហេតុរញ្ញវត្ថុអត្តនីពីសេដ្ឋកិច្ចរបស់យើងបងប្អូនណាសហរដ្ឋអាមេរិកយើងដាក់លុយក្នុងធនាគារធនាគារហ្នឹងអាណាយករត់ទៅណាក្រោយក៏លុយយើងអត់ទៅណាដែរគេបញ្ជាក់ច្បាស់ចឹងគេទទួលធនាគារខុសត្រូវចឹងបងប្អូនណាអត់មានបាត់លុយយើងម៉ាស៊ីនយើងមិនខ្វល់ខ្ញុំសប្តាហ៍បងប្អូនមិនដឹងថាកុំធនាគារស្អីមកចឹងដឹងថាទៅដកលុយចាញ់មកដកលុយចាញ់យើងមិនខ្វល់ខ្វាយទេបងប្អូនតែយើងខំធ្វើការទៅដាក់លុយក្នុងធនាគារហើយយើងចង់បញ្ជាក់កន្លែងហ្នឹងគេមានសមត្ថភាពចឹងមានភាពកក់ក្ដៅបងប្អូនចឹងបានថាជីវិតពួកគេរស់នៅក្រៅប្រទេសគឺមានភាពកក់ក្ដៅហ្នឹងរឿងfinancial បញ្ហាសេដ្ឋកិច្ចហ្នឹងបងប្អូនចាំនិយាយចំអង់គ្លេសមើលម្នាក់មុនដែលគេ complain ច្រើនពេញ Facebook ដែលនិយាយខ្មែរនិយាយអង់គ្លេសបងប្អូនគេចាប់ដើមមើលគេមិនដឹងទេហើយខ្ញុំនិយាយលីមួយម៉ាត់ខ្លះបងប្អូនកុំប្រកាសដែលខ្ញុំព្យាយាមនិយាយខ្មែរបានច្រើនដែរបាទម្នាក់ហ្នឹងខ្ញុំមើលទៅខ្ញុំនឹកឃើញម្នាក់មួយបញ្ញវន្តម្នាក់ហ្នឹងចេញមកទៅហៅជាបញ្ញវន្តទៀតហ៎បងបញ្ញវន្តហ្នឹងនៅរៀងបិទមើលណាប៉ុន្តែកូនមួយនៅខ្មែរហ្នឹងនិយាយហ្នឹងខ្ញុំគិតថាការចេះដឹងភាសាវាជ្រៅជាងបញ្ញវន្តយើងដែរមិនជ្រៅជាងគេជ្រៅឆ្ងាយបាទជ្រៅឆ្ងាយហើយអញ្ចឹងចំណុចខ្លះដូចថាវាត្រឡប់និយាយពេកទៅដល់ពេលធ្វើបទសម្ភាសន៍ទៅដូចគួរនិយាយចេញអញ្ចឹងមកច្រើនពេកទៅធ្វើមានការរិះគន់ហើយជាធម្មតាទេខ្ញុំថាទាំងម្ចាស់ខ្លួនតែគេគាត់នឹងគួរតែទទួលយកទៅបាទគួរមិនបាច់តែប្រតិកម្មតអូខេទីពួកយើងវាអញ្ចឹងមែនហើយបងប្អូនដែលគុណអ្នកណារិះគន់ក៏រិះទៅអ្នកណាមិនរិះគន់ក៏មិនរិះទៅសម្រាប់ខ្ញុំសូមអត់ចូលរួមយោបល់ទេបងព្រោះចំណុចហ្នឹងវាព្រោះយើងឃើញថាក្មេងវាមានមកចឹងមួយអញ្ចឹងទៅប៉ុន្តែបងវិសាចក្មេងម្នាក់ហ្នឹងมันអាចធ្វើឲ្យខ្មែរយើងបាត់បង់អរិយធម៌វប្បធម៌អក្សរសាស្ត្រខ្មែរបងដោយសារតែមនុស្សម្នាក់ហ្នឹងអត់ទេក៏ប៉ុន្តែអ្វីដែលអាចធ្វើឲ្យខ្មែរយើងបាត់បង់វប្បធម៌អរិយធម៌ខ្មែរយើងគឺការដែលពង្រួមខ្មែរយើងដែលយើងមានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងប្រើរាប់ទសវត្សរ៍មកហើយរាប់10ឆ្នាំមកហើយបែរជាមកនាំគ្នាប្រកាច់ចូលតាមទីស្មាស៊ីស្មាជួខំនោះឲ្យមកនិយាយពាក្យអីណាសង្ក្រានអីណាតាមតវានឹកឃើញបងសាច់តាមពីមុនមកយើងមិនដែលប្រើអីណាសង្ក្រានទេបាទប៉ុន្តែគេហៅពិធីសង្ក្រាននៅក្នុងបុណ្យចូលឆ្នាំថ្មីគឺមានពិធីសង្ក្រាននៅថ្ងៃទី3ដែលគេជាថ្ងៃដែលគេបដូរឬក៏ថ្ងៃទី2ខ្ញុំអត់ច្បាស់ហើយអានេះក្នុងក្រុមប្រពៃណីទំនៀមទម្លាប់ខ្មែរខ្ញុំអត់ច្បាស់ហើយបងប្អូនណាក៏ប៉ុន្តែចង់និយាយថាយើងទៅស្គាល់ថាសង្ក្រានហ្នឹងគឺជាការបុណ្យឆ្លងឆ្នាំថ្មីមួយជាផ្លូវការប៉ុន្តែនិយាយជាភាសាសាស្ត្រទូទៅគឺយើងមិនដែលប្រើពាក្យថាសង្ក្រានទេបាទយើងមិនដែលហៅថាសង្ក្រានទេសង្ក្រានពួកសៀមទេយើងទៅប្រើបាទហើយពួកហ្នឹងវាយកពាក្យទៅឃើញសៀមគេប្រើទៅយកពាក្យពីគេមកដែរយូរទៅបងមិនចាយសៀមវាទៅបង្ហាញប្រាប់អន្តរជាតិនេះសង្ក្រាននេះប្រទេសថៃបានចាប់ប្រើនៅក្នុងឆ្នាំ1920នេះជាឧទាហរណ៍ឆ្នាំ1920ហើយខ្មែរយកពាក្យសង្ក្រានទៅប្រើក្នុងឆ្នាំ2017អីចឹងទៅឥឡូវបង្ហាញពិភពលោកថាម៉េចយើងទេអ្នកចម្លងវប្បធម៌គេមិនមែនចម្លងវប្បធម៌យើងទេបាទអាហ្នឹងគឺជាគ្រោះថ្នាក់បងប្អូនណាដែលយើងមើលរំលងហើយសម្រាប់បងប្អូនដែលគាត់ប្រតិកម្មទៅនឹងយុវតីម្នាក់ដែលនិយាយអីនោះដូចខ្ញុំថាចេះបងអ្នកណាក៏ប្រតិកម្មទៅអ្នកណាអត់ក៏អត់ទៅសម្រាប់ខ្ញុំអត់មានយោបល់អីទេបាទខ្ញុំវាមិនដឹងថាបន្ទោសគ្នាយ៉ាងម៉េចដែរពេលហ្នឹងតែអ្នកខ្លះមានច្រើនអញ្ចឹងដល់ពេលយើងមកគ្នានិយាយច្រើនដល់រឿងវាកាន់តែទុកកាន់តែអីចឹងទៅវាកាន់តែរៀនដើរឡើងទៅវិញទេបាទបើយើងមិនចង់ឃើញរឿងភាពបែបហ្នឹងយើងកុំនិយាយកុំ share កុំចែករំលែកយើងធ្វើមិនដឹងចឹងទៅអានោះបើយើងអត់ចង់ចូលរួមលើប្រតិកម្មហ្នឹងឲ្យវាខ្លាយទៅជារឿងនេះក៏ប៉ុន្តែដូចខ្ញុំថា
គាត់ម្នាក់ហ្នឹងមិនអាចជួយឲ្យខ្មែរយើងបាត់បង់អក្សរសាស្ត្រវប្បធម៌ប្រពៃណីបានទេបាទក៏ប៉ុន្តែការរៀបចំឡើងដោយតកូលផ្ដាច់ការមេដឹកនាំកាន់អំណាចគឺហានិភ័យខ្ពស់អាចធ្វើឲ្យយើងបាត់បង់ប្រពៃណីវប្បធម៌ថៃចូលរបស់ខ្មែរបានបាទហ្នឹងហើយខ្ញុំអាន comment រីហ៊ូឆ្លងទ្វីបមួយពេលណាគេលេង account ស្វិនភ្នែកពិភពលោករឿងទឹកដីចិត្តចប់ហើយបាទរដ្ឋាភិបាលស្នេហាជាតិពិតមិនខ្វះទេវិធីយុទ្ធសាស្ត្រសម្រាប់វិបកនោះពីព្រោះផ្លូវច្បាប់ខ្មែរយើងមានព្រៀបខ្លាំងណាស់ពីអាវុធក៏មិនខ្វះដែរចំណែកទឹកចិត្តកងទ័ពក្លាហានការពារណាស់ខ្ញុំយល់ស្របទទួលស្គាល់ថាខ្មែរយើងមានគេហៅថាបទពិសោធន៍ធ្វើសង្គ្រាមហ្នឹងក៏មិនអន់ប្រហែលដែរតាំងពីចំនួននររហូតដល់ខ្មែរក្រមរហូតដល់កងទ័ពស្នេហាជាតិតាមជ័យដែនដើម្បីបណ្ដេញយួនចេញគឺយើងមិនខ្លាចទេនិយាយចំមកប្រជាជនខ្មែរកងទ័ពខ្មែរយើងទឹកចិត្តគឺមិនចាញ់គេមិនខ្លាចទេប៉ុន្តែយើងត្រូវការអាវុធទំនើបខ្លះដែរដើម្បីសម័យនេះយើងត្រូវការអាវុធទំនើបហើយយើងត្រូវការយុទ្ធសាស្ត្រយុទ្ធវិធីប្រយុទ្ធដែរមិនមែនយើងប្រើតែយុទ្ធវិធីបុរាណតបឆ្មក់ទេបើសិនតែតបឆ្មក់យើងប្រើតបព្រៃដើម្បីវាយបកវិញលុះត្រាតែគេនៅក្នុងទឹកដីយើងគ្រប់គ្រងយើងអានោះយើងប្រើតបឆ្មក់បានប៉ុន្តែបើរវាងព្រំដែនអញ្ចឹងបងប្អូនយើងត្រូវការជំនាញខ្លាំងណាស់ប៉ុន្តែយើងដឹងថារបបតកូលហ៊ុនដឹកនាំ30-40ឆ្នាំនេះអួតបានតែមាត់ទេបានតែមកក្រាបខ្មែរគ្នាអីរឿងយុទ្ធសាស្ត្រសង្គ្រាមស្អីគេចេញអាសភៅយុទ្ធសាស្ត្រស្អីនេះបងប្អូនបោកទេជារកហ៊ុនសែនតើបានរៀនសូត្រពីណាមកមានយុទ្ធសាស្ត្រសង្គ្រាមពីណាមកមុននឹងវាយជាមួយថៃអួតសិនសំណាញ់មិនសិនអួតយុទ្ធសាស្ត្រឯបើកឲ្យចូលសិនឲ្យប្រជាឲ្យពិភពលោកដឹងថាឆ្លៀតពេលឥឡូវគេដឹងថាគេឆ្លៀតពេលកាន់ទឹកដីហើយទៅធ្វើស្អីគេឥឡូវធ្វើអាចអីគេបងប្អូនអត់ដឹងខ្ញុំក្តៅខ្ញុំដៅសម្ដីអាមេដឹកនាំចង្រៃអត់បានការហ្នឹងជាមកនិយាយឲ្យលងដល់ពេលឥឡូវស្ងាត់មកដូចកញ្ចក់ចឹងមិនហ៊ានហាមាត់ទេគឺហាមាត់គេដាក់ផហាមាត់របស់វានិយាយស្អីកាលតកូលហ៊ុននឹងនិយាយស្អីក៏មិនត្រូវដែរតែអូតកូនចេញមកភ្លាវទៅមកបងប្អូនណាអាកូនចេញមកសម្ដីភ្លាវទេបងប្អូនទេខ្ញុំយកសម្ដីមកចាក់ចេញមកសម្ដីភ្លាវគ្មានបានការទេហើយរស័យគៀវក៏ថាមេខ្លោបអនឡាញគឺអាហុងនឹងមកអឺនរស័យគៀវទៅនិយាយស្អីអាល្ងើពីក្បាលហ្នឹងល្ងីល្ងើគ្មាននឹកខ្យល់អីទេបងវិសាចសុំទោសបងប្អូនអរគ្នាដោយសារខ្ញុំមើល comment អត់ឃើញអ្នកដែលគាត់ comment បងឯងអាន comment គាត់មួយហ្នឹងឈ្មោះគេបងរីហ៊ូរស័យគៀវហ្នឹងហ៎បាទដល់ចង់ឆ្លើយថាអ្វីដែលគាត់សរសេរលើកឡើងហ្នឹងគឺត្រឹមត្រូវ100%ទី1គឺយើងមានព្រៀបផ្នែកផ្លូវច្បាប់យើងមានទាំងអស់អ្នក comment នឹងផ្សេងអ្នកខ្ញុំរស័យគៀវហ្នឹងក៏ comment ថាអាឡងនឹងមកហឺនគឺជាក្តោបអនឡាញអូ comment រឿងត្រូវហើយបាទអាហ្នឹងវាលោកបាអនឡាញហើយនឹងនៃទៀវអ្នក comment ដែររឿងប្រទេសជាតិហ្នឹងគាត់មិនឈ្មោះអីទេរីហ៊ូវិញអានេះឈ្មោះអីគេមានឈ្មោះអីគេទៅលើបាត់ហើយខ្ញុំហ្នឹងខ្ញុំចង់ឆ្លើយទៅម្ចាស់ comment ហ្នឹងរីហ៊ូឆ្លងទ្វីបបាទរីហ៊ូឆ្លងទ្វីបចង់ប្រាប់គាត់ថាចេះ comment គាត់ហ្នឹងត្រឹមត្រូវណាស់គឺយើងមានព្រៀបទាំងផ្លូវច្បាប់គឺយើងមានលើកកុំផ្លូវច្បាប់គឺយើងមានព្រៀប 100%ស្ទឹងថា 1000% បើយើងវាមិនដែរមាន 1000% ទេតែចឹងនិយាយ 100% គឺផ្លូវច្បាប់យើងមានព្រៀបក៏ប៉ុន្តែអាតកូលហ៊ុនវាអត់យកផ្លូវច្បាប់ហ្នឹងទៅដឹងតតែសោះបងប្អូនណាយើងឈឺចាប់ហើយយើងឈឺចិត្តណាបាទគេមករំលោភបំពានយើងមានផ្លូវច្បាប់ដ៏ខ្លាំងឬមកវាអត់យកទៅប្រើឥឡូវលោករីហ៊ូឆ្លងគឺគិតយ៉ាងម៉េចបាទឲ្យអាវុធរឿងអាវុធរបស់ខ្មែរយើងជាការពិតយើងមិនមែនអត់អាវុធសោះទេបងវិស័យប៉ុន្តែវាមិនបើកឲ្យប្រើទាហានយើងដែលស្លាប់នោះបងប្អូនឃើញបងប្អូនឃើញគេពេលតែច្បាំងគ្នាដំបូងបងប្អូនឃើញឯកសណ្ឋានទាហានតែច្បាំងជាមួយថៃដំបូងហើយនឹងឯកសណ្ឋានទាហានអង្គរៈហ៊ុនសែនបងប្អូនឃើញខុសគ្នារបៀបណាទេបងប្អូនទៅមើលការបង្ក្រាបអីគេក្មេងប្រហែលអ្នកបងដូចជាប្រហែល5នាក់បាញ់ស្លាប់នៅក្នុងផ្ទះវិឡាមួយនោះប្រតិបត្តិការមានឃើញទាហានគេចុងទៅសិតតែមានមួកដៃសិតតែមានកាមេរ៉ាអីណានៅក្បាលមានកំភ្លើងខ្លាញ់នៅចង្កេះផងកំភ្លើងវែងនៅនឹងស្មាផងគេមានវិទ្យុតាក់ទងអូគេមានអាស្អីគេប្រកាសតិចពាក់សម្រាប់និយាយគ្នាទៀតមើលទៅទំនើបមិនចាញ់ទាហានអាមេរិកទេក៏ប៉ុន្តែដល់ពេលទាហានការពារជាតិដែលទៅវិញជាមួយសត្រូវឆ្លៀនពៀនមែនតើណាសត្រូវខ្លាំងណាស់សត្រូវខ្លាំងនោះបែរជាឲ្យគ្នាពាក់តែជើងបន្ទាត់ឲ្យគ្នាបាញ់កំភ្លើងកញ្ចាស់3គ្រាប់អាមេម្ដង3គ្រាប់អាមេម្ដងយើងមើលបាទឥឡូវលោករីហ៊ូគិតមិនមែនខ្មែរយើងអត់មានអាវុធប៉ុន្តែអាវុធវាមិនបើកឲ្យយុទ្ធជនដែលការពារទឹកដីប្រើទេអាវុធនោះវាទុកឲ្យយុទ្ធជនការពារអំណាចរបស់វានោះយកទៅប្រើហើយប្រើនោះមិនមែនប្រើទៅច្បាំងជាមួយសត្រូវបរទេសជឿនពៀនទេគឺប្រើដើម្បីបង្ក្រាបខ្មែរតែប៉ុណ្្នឹងបងប្អូនទៅមើលពេលណាដែលពួកវាចេញមកបង្ក្រាបបាតកម្មម្ដងទៅមើលទាហានវាទៅមើលឈុតកាវវាទៅមើលរៀងទាហានវាមួយចេញមកគឺថាសិតតែកង់កំងដូចេញមករៀងទាហានវាអត់ចាញ់ពួកទាហានអាមេរិកខ្ញុំទទួលស្គាល់ការពិតយើងឃើញអាក្រុមទាហានអង្គរៈវានឹងចេញមកដំណើរថាសំវាសំជាទាហានយើងមើលរៀងកម្ពស់អីមានវាសំជាទាហានមែនក៏ប៉ុន្តែយើងមើលទាហានដែលការពារទឹកដីបងប្អូនប្រកាសឃើញអ្នកខ្លះវាកម្មាបាញ់អត់មានអាវយើងឃើញមើលទៅរបៀបគាត់ជាមនុស្សដែលគាត់ខានច្បាំងយូរហើយបើទោះបីជាគាត់អតីតទាហាននៅគឺគាត់ទាហានដែលគាត់អត់បានវឹកហាត់ទៅបងអង្គុយនៅតែស្រែនៅតែចំការអញ្ចឹងដល់ពេល
គេឆ្លៀមព្រៀមគាត់ស្ម័គ្រចិត្តយកជីវិតទៅការព្រៀមខ្ញុំសូមគោរពវិញ្ញាណវរៈភាពរបស់គាត់ខ្ញុំសូមគោរពទាហានកងទ័ពយើងនៅតាមព្រំដែនទាំងអស់ជាពិសេសទាហានដែលបានពាក់លីបាត់បង់ជីវិតនៅក្នុងសមរភូមិបាទក៏ប៉ុន្តែដូចខ្ញុំថាអញ្ចឹងយើងអត់ទឹកចិត្តទាហានយើងគឺខ្លាំងពុះកញ្ជ្រោលខ្លាំងមែនទែនក្នុងការការពារទឹកដីអាវុធយុទ្ធភ័ណ្ឌយើងក៏មិនខ្វះដែរប៉ុន្តែវាមិនបើកឲ្យប្រើបងប្អូនឃើញពេលហាក់ពេលគេផ្សាយពេលគេឃោសនាម្ដងនោះគេយកអាវុធអាសនញ្ញនៃគេនឹងដាក់បង្ហាញបងវិសាជមិនមែនគេអត់ទេប៉ុន្តែគឺជាចេតនាដែលគេចង់ឲ្យថៃមកតម្លាក់យកគ្រាប់នោះមកតម្លាក់ទាហានខ្មែរគឺជាចេតនារបស់តកូលហ៊ុនតែម្ដងបាទអានោះគឺជាចេតនាសម្លាប់យុវជនសម្លាប់ទាហានខ្មែរយើងមិនខុសពីផែនការក5ដែលហ៊ុនសែនធ្លាប់ធ្វើដើម្បីបដូរយកអំណាចដណ្ដើមយកអំណាចប្លន់អំណាចពីលោកតាប៉ែនសវណ្ណនេះហ៊ុនសែនធ្លាប់យកជីវិតខ្មែរទៅដូរដើម្បីដណ្ដើមអំណាចពីលោកតាប៉ែនសវណ្ណដើម្បីឲ្យយួនទុកចិត្តហ៊ានសញ្ញេបើកផែនការក5ឲ្យយួនបញ្ជូនយុទ្ធជនខ្មែរយើងយកទៅស្លាប់ពោជើងបាទឥឡូវហ៊ុនសែនធ្វើវិធីនឹងដែរហ៊ុនសែនអត់និយាយទៅធ្វើទេបាទឥឡូវយើងឃើញតបផ្នែកទេកុំឲ្យបងប្អូនថាពួកយើងកើតមិនទាន់អ្នកកើតមិនទាន់សម័យក5មិនដឹងរឿងពិតឥឡូវមកដល់សម័យឆ្នាំ2025នេះបងប្អូនឃើញច្បាស់តបផ្នែកទេខ្ញុំយកវិធីនេះទៅស្លាប់នៅក្នុងរូបខ្ញុំស្អប់ណាស់ណានិយាយកើតមិនទាន់អញចាស់កើតមុនអញដឹងមុនខ្មោចឈប់និយាយទៅអ្នកខ្លះកើតមុនដឹងមុនដល់មកហ៊ឿនហើយរបៀបដល់អីគេ200អីគេមួយឈ្មោះអា200ហ្នឹងបាទខ្ញុំទៅជួបបាត់ទៅបាទអានោះតែកើតសេរីមុនទៅចោលបសៀតទៅគ្រូដាំងខាលយើងព្រៀបទៀតបងប្អូនណាយើងព្រៀបទៀតសម័យអង្គរវត្តគ្មានណាកើតតឲ្យគេបើគេដឹងរឿងការរៀនសូត្រការសើជឿបងប្អូនខ្ញុំគិតអាគ្រូដៃចាស់ចេះតែនិយាយដឹងជាងគេទៅឲ្យឃើញព្រឹកថ្ងៃមុនហើយឲ្យដឹងច្រើនជាងហ្នឹងដូចពូមួយម្នាក់នៅចិត្តបងវិសាចពូធွာបរតនាអញ្ចឹងតែអ្នកកើតមុនយើងអូខេហ្នឹងហើយបងប្អូនឥឡូវខ្ញុំអាប់ដេតអ្នកដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មតិចបងប្អូនណាយើងនិយាយពីរឿងបញ្ហាមេខ្លោកកម្មគ្រឿងញៀនហើយយើងវាបែកចូលរឿងផ្សេងខ្លះចឹងទៅប៉ុន្តែឥឡូវយើងប្រហែលជាបងប្អូនបានឃើញ